សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើមាន់បុកតឡឹងតឹងគ្រឿងផ្សំរបស់យើងមានដូចជាសាច់មាន់តឡឹងតឹងម្ទេសហើយនិងខ្ទឹមសរ៉ូឌីស្ករនិងអំបិលជាដំបូងយើងយកសាច់មាន់នេះយកទៅបំពងឲ្យវាឆ្អិនសិនដើម្បីយកវាមកបុកជាមួយនឹងតឡឹងតឹងអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់មាន់ខ្ញុំបំពងហើយភ្លើងយើងដាក់រៀងល្មមបានហើយកុំឲ្យខ្លាំងពេកចឹងយើងដាក់វាបំពងចោលទុកឲ្យវារៀងក្រហមបន្តិចចាំយើងប្រែវាមកខាងទៀតអញ្ចឹងកំឡុងពេលដែលខ្ញុំបំពងមាន់ឥឡូវហ្នឹងខ្ញុំមកចាប់ផ្ដើមបុកតឡឹងតឹងហើយតឡឹងតឹងខ្ញុំនេះខ្ញុំចាប់ដាក់តិចសិនដោយសារតែពេលដែលយើងបុកវាទៅវាចេញទឹកខ្លាំងតែយើងដាក់ច្រើនអញ្ចឹងពេលដែលយើងបុកតឡឹងតឹងហ្នឹងយើងបុកវាតិចបានហើយដោយសារតែតឡឹងតឹងរបស់យើងហ្នឹងគឺវាមានទឹកច្រើនអញ្ចឹងយើងបុកវាឲ្យរាងម៉ត់ហើយយើងពូតទឹកវាឲ្យអស់ដើម្បីយើងបុកដាក់គ្រឿងអញ្ចឹងឥឡូវតឡឹងតឹងខ្ញុំបុកម៉ត់ចេះហើយវាមានទឹកច្រើនអញ្ចឹងខ្ញុំដួសវាយកទៅទុកសិនដើម្បីយើងបុកអាផ្សេងទៀតឲ្យម៉ត់ដែរឥឡូវតឡឹងតឹងខ្ញុំបុកម៉ត់ហើយអញ្ចឹងខ្ញុំដួសវាទៅដាក់ក្នុងចានដើម្បីយកទៅពូតទឹកចេញឲ្យអស់អញ្ចឹងតឡឹងតឹងយើងបន្ទាប់ពីបុកម៉ត់ហើយយើងត្រូវពូតយកទឹកតឡឹងតឹងហ្នឹងឲ្យអស់ហ្មងឲ្យវាស្ងួតណាពេលដែលយើងបុកទៅវាអត់មានទឹកឆេះឆាច់អញ្ចឹងយើងពូតចឹងមកពូតរហូតដល់តែទឹកហ្នឹងវាលែងស្រក់មកគឺបើវាស្រក់ក៏វាស្រក់តិចតិចអញ្ចឹងសាច់មាន់ខ្ញុំឆ្អិនហើយអញ្ចឹងខ្ញុំស្រង់វាទុកឲ្យត្រជាក់ដើម្បីខ្ញុំបេះបុកជាមួយនឹងតឡឹងតឹងអញ្ចឹងឥឡូវយើងចាប់ផ្ដើមបុកលាយគ្រឿងវាដំបូងហ្នឹងខ្ញុំយកតឡឹងតឹងដែលខ្ញុំពូតទឹកវារួចរាល់ហ្នឹងមកបុកម្ដងទៀតឲ្យវាម៉ត់ជាងហ្នឹងទៅហើយបានខ្ញុំដាក់ម្ទេសនិងខ្ទឹមយើងចាប់ផ្ដើមដាក់ម្ទេសនិងខ្ទឹមបុកវាឲ្យម៉ត់ណាចាំយើងដាក់ស្ករប៊ីចេងអំបិលពីក្រោយទៀតឥឡូវខ្ទឹមម្ទេសខ្ញុំបុកម៉ត់លាយជាមួយនឹងតឡឹងតឹងរួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់ស្ករហើយនិងអំបិលអញ្ចឹងខ្ញុំចាក់ដំបូងស្ករខ្ញុំដាក់មួយកូនចានណាអញ្ចឹងខ្ញុំដាក់រ៉ូឌីនេះប៉ានេះសិនហើយខ្ញុំថែមអំបិលម៉ត់របស់យើងហ្នឹងមកចាប់ដែរអញ្ចឹងយើងបុកវាឲ្យចូលគ្នាជាមួយនឹងតឡឹងតឹងណាចាំយើងបេះសាច់មាន់យកមកបុកជ្រុំជាមួយនឹងវាបន្តិចទៀតទៅការម្ហូបរបស់យើងហ្នឹងរួចរាល់ហើយចឹងឥឡូវគ្រឿងរបស់ខ្ញុំលាយសព្វហើយកន្លែងហ្នឹងយើងអាចភ្លក់រសជាតិវាបានថារសជាតិហ្នឹងត្រូវចិត្តយើងនៅបើសិនជាខ្វះខាតអីយើងអាចបន្ថែមគ្រឿងបានចឹងឥឡូវខ្ញុំទុកវាសិនហើយខ្ញុំទៅបេះសាច់មាន់ចឹងយើងចាប់ផ្ដើមបេះសាច់មាន់យើងបេះវាដុំល្មមដើម្បីយើងយកទៅបុកលាយគ្នាហ្នឹងឲ្យវាចូលជាតិគ្នាល្អចឹងឥឡូវមាន់យើងបេះរួចរាល់ហើយចឹងខ្ញុំយកវាទៅបុកលាយជាមួយនឹងតឡឹងតឹងដែលខ្ញុំបុកហើយមុនហ្នឹងចឹងយើងដាក់សាច់មាន់ចូលមកហើយយើងជ្រុំវាតិចបានហើយកុំឲ្យវាបែកសាច់មាន់ពេកយើងបុកវាតិចបែបនេះឲ្យវាចូលគ្នាជាមួយនឹងតឡឹងតឹងឲ្យសព្វសាច់មកចាំយើងដួសវាទៅដាក់ចានឥឡូវសាច់មាន់ហើយនឹងតឡឹងតឹងខ្ញុំបុកចូលគ្នាបានល្អហើយអញ្ចឹងខ្ញុំដួសវាដាក់ក្នុងចានឥឡូវមាន់បុត
ឥឡូវមន់បុកតឡឹងតាំងខ្ញុំរួចរាល់ហើយបងប្អូននេះគឺរូបរាងរបស់វាពេលដែលយើងធ្វើឲ្យរួចរាល់ចឹងឥឡូវយើងសាកទៅញ៉ាំទាំងអស់គ្នាមន់បុកស្វាយមន់បុកអំបិលម្ទេសយើងភ្លក់រួចរាល់ហើយឥឡូវយើងមកសាកភ្លក់មន់បុកតឡឹងតាំងតើរសជាតិវាបែបម៉េចចឹងអានេះសាច់តឡឹងតាំងហើយសាច់មន់យើងផ្ទាប់វាមកសម្រាប់រសជាតិវាឆ្ងាញ់មែនតើបងប្អូនតឡឹងតាំងវាធ្លាប់តែជូរតពេលយើងបុកពូតទឹកវាចេញអស់ហើយយើងមកបុកលាយជាមួយនឹងសាច់មាន់បែបនេះគឺចូលជាតិគ្នាល្អមែនតើឡើងឆ្ងាញ់ហ្មងហើយសាច់មាន់យើងកំពុងឲ្យវាក្រហមបែបនេះទៀតពេលដែលបុកទៅញ៉ាំទៅឡើងឈ្ងុយពេលដែលយើងបុកលាយគ្នាបែបនេះរសជាតិវាឆ្ងាញ់មែនតើហើយអារសជាតិជូរនៃតឡឹងតាំងហ្នឹងបាត់អស់លីងដោយសារតែយើងបានពូតទឹកហើយនឹងដាក់គ្រឿងដាក់អីមករសជាតិឡើងចូលជាតិគ្នាបានល្អមែនតើឆ្ងាញ់ណាស់បងប្អូនហើយសម្រាប់បុកមាន់តឡឹងតាំងនេះងាយស្រួលធ្វើឯងបងប្អូនកុំភ្លេចសាកធ្វើនៅផ្ទះទាំងអស់គ្នាណាអរគុណបងប្អូនបាយបាយ